ក្នុងនាមជាបុគ្គលិកម្នាក់នាងខ្ញុំគឺត្រូវការការធ្វើសក់ជាមួយនឹងកម្ដៅម៉ាស៊ីនដែលធ្វើឲ្យសក់របស់នាងខ្ញុំមានការខូចខាតជាដំណល់អូប៉ុន្តែរូបនាងខ្ញុំភ្លេចថានាងខ្ញុំគឺមានជំនួយការពិសេសនោះគឺឈុតសាប៊ូកក់សក់ Night Story ហើយចំពោះមូលហេតុដែលរូបនាងខ្ញុំជ្រើសរើសយកសាប៊ូកក់សក់ Night Story គឺព្រោះថាឈុតសាប៊ូកក់សក់ Night Story គឺត្រូវជាមួយនឹងស្បែកក្បាលជាមួយនឹងសរសៃសក់របស់រូបនាងខ្ញុំខ្លាំងមែនទែនហើយតួនាទីសំខាន់របស់សាប៊ូនេះគឺជួយឲ្យស្បែកក្បាលរបស់លោកអ្នកមានភាព relax ទៅជាស្បែកក្បាលបែបប្រហើលជួយកម្ចាត់អង្កែដែលតោងជាប់នៅលើស្បែកក្បាលហើយអ្វីដែលសំខាន់គឺអាចព្យាបាលសក់របស់លោកអ្នកដែលមានសភាពសំពោងបែកចុងឲ្យមានសភាពរស់ឡើងវិញនិងដុះច្រើនខ្លាំងមែនទែនបន្ទាប់ពីយើងកក់សក់រួចគឺយើងមកប្រើជាមួយនឹង Night Story Hair Mask ហើយវិធីប្រើគឺងាយស្រួលខ្លាំងមែនទែនបងប្អូនគ្រាន់តែយកមកអាប់សក់មកដាក់ត្រឹមពាក់កណ្ដាលសក់រួចហើយអស់មកដល់ចុងសក់ហើយទុកចោលរយៈពេល5ទៅ10នាទីរួចលាងទឹកចេញជាការស្រេចហើយបន្តមកទៀតយើងមកប្រើជាមួយនឹង spray បន្តសក់ Night Story ព្រោះថា spray មួយនេះគឺធ្វើឲ្យសក់របស់យើងដុះបានលឿននិងរហ័សហើយចំពោះវិធីប្រើវិញបងប្អូនគ្រាន់តែបាញ់ទៅលើកូនសរសៃសក់រួចហើយម៉ាស្សាថ្នមៗមិនបាច់លាងទឹកចេញទេហើយបន្តមកទៀតយើងប្រើជាមួយនឹងសេរ៉ូមសរីរាង្គ Night Story ហើយសម្រាប់សេរ៉ូមនេះវិញគឺអាចលាបជាមួយនឹងសរសៃសក់ហើយនឹងដងខ្លួនបានផងដែរនេះគឺជាសភាពសក់របស់នាងខ្ញុំដែលបានប្រើប្រាស់ជាមួយនឹងឈុតសាប៊ូកក់សក់ Night Story បានមួយសប្តាហ៍គឺឃើញថាមានសភាពទន់រលោះរលោងហើយស្អាតខ្លាំងមែនទែនហើយប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍គឺអាចតាក់ទងមកផេកខាងក្រោមនេះបាន